គំរូល្អមានប្រសិទ្ធភាពមានអត្ថប្រយោជន៍ជាងទ្រឹស្ដីល្អទី1ហាមកូនមិនឲ្យធ្វើអំពើអាក្រក់ស្របពេលដែលហាមកូនមិនឲ្យធ្វើអំពើអាក្រក់នឹងខ្លួនឯងក៏មិនធ្វើអំពើអាក្រក់ដែរឧទាហរណ៍ឲ្យកូនរៀនតែខ្លួនឯងអង្គុយមើល Facebook អង្គុយកេះ Facebook ឲ្យកូនមានពាក្យសម្ដីពីរោះពិសាប៉ុន្តែខ្លួនឯងនិយាយតែអាមឹងជាមួយកូនសោះពុំល្អក្បាច់ល្អជាងកូនអត់រៀនសូត្រពីអ្នកណាទេរៀនសូត្រពីយើងជាឪពុកម្ដាយពីចាស់ទុំមិនឲ្យកូនប្រព្រឹត្តនៅអំពើអបាយមុខចិត្តមានលបែងមានគ្រឿងស្រវឹងប៉ុន្តែឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យល្ងាចមិនតាន់ប្រើកូនឲ្យតែយួរមកយួរអត់មានអត្ថប្រយោជន៍ទេមហាគរុដែលជាគ្រូរបស់ខ្ញុំកណាញបាតប្រាក់ព្រំលោកមានសម្លោកលោកមួយពោលថាគំរូល្អមានប្រសិទ្ធភាពមានអត្ថប្រយោជន៍ជាងទ្រឹស្ដីល្អតែចង់ធ្វើឲ្យធំទី2ឲ្យកូនតាំងនៅក្នុងសេចក្តីល្អបាក់ជាងបាក់អីយ៉ាបង្រៀនកូនឲ្យធ្វើខ្លួនឯងអត់ធ្វើទេម្ដាយខ្លួនឯងសោះប៉ុន្តែប្រកូនឲ្យទៅជូនតៃទាន1 2 3 4អត់ដែលទៅលេងឪពុកអត់ដែលទៅលេងម្ដាយអត់បានបង្ហាញភាពជាគំរូឲ្យកូនបានឃើញទេពេលយើងចង់ធ្វើគួយមកតាចូលទី3ឲ្យកូនឬក៏បញ្ជូនកូនឲ្យទៅរៀនទទួលបានចំណេះដឹងទាំងផ្លូវលោកទាំងផ្លូវធម៌ទី4និងទី5គឺរៀបចំចាត់ចែងគូសកលឲ្យកូនមានន័យថាម៉េចមិនមែនដូចទុំទាវទេណាប៉ុន្តែជួយតម្រង់ទិសកូនកូនណាគួរកូនណាមិនគួរយកធ្វើជាគូអនាគតបន្ទាប់ពីការរៀបចំអាពាហ៍ពិពាហ៍ហើយចែកទ្រព្យធនមរតកតាមមានតាមបានស្របទាំងអស់ទៅមានសកម្មភាពដែលហើយទៅដើម្បីคลายខ្លួនទៅជាមេដាបិតាល្អហ្នឹងគឺមាន9ចំណុចឬក៏9សកម្មភាពទាំង9សកម្មភាពនេះមិនមានសកម្មភាពមួយណាដែលតម្រូវឲ្យឪពុកម្ដាយប្រើអំពើហិង្សាទៅលើកូនទេអត់មានទេមើលព្រហ្មវិហារធម៌ទាំង4មេត្តាករុណាមុទិតាឧបេក្ខា4នឹងមានចំណុចណាមួយមានឡានពីណាទៅដែលប្រាប់ថាព្រានបដៅកូនមិនបានត្រូវប្រើអំពើហិង្សាទេអត់មានទេហាមកូនឲ្យធ្វើបាបឲ្យកូនធ្វើបុណ្យឲ្យកូនទៅរៀនរៀបចំទុកដាក់ឲ្យកូនមានក្រុមគ្រួសារចែកមរតកកូនមានចំណុចណាមួយដែលបញ្ជាក់ថាបើកូនធ្វើមិនធ្វើតាមខ្លួនត្រូវបង្ខំទេត្រូវមានហិង្សាអត់មានទេនោះគឺជាតួនាទីរបស់ពុកម្ដាយជាងណាចូលលើសពីនឹងទៀតសហគមន៍លោកគ្រូអ្នកគ្រូត្រូវមានតួនាទីសាងភាពជាគំរូឲ្យក្មួយឲ្យបងប្អូនមើលដែរបើយើងមកនិយាយតែទ្រឹស្ដីយើងបង្ហាញតែទ្រឹស្ដីប៉ុន្តែយើងអត់បង្ហាញសកម្មភាពតាមផងក៏ឲ្យក្មួយឲ្យបងប្អូនបានឃើញផងគឺច្បាស់ណាស់រូបសពมันមានអតិពលទេ